đây nhung là nè mình vô nhung tới chữ mười đây nhung là nè mọi người đồ nhung của bạn đây nhung là nè đây nhung là nè đồ nhung từ các bạn đẹp mòn rồi đây nhung là mình xong đây nhung chờ ngọc bồn đây nhung là nè một mặt của mình đã tha mình đã ấy ở tầng tại sao là tôi mấy cái tại sao tôi nhung mấy cái tại sao là tất chất luôn mọi người là nè đồ nhung mình người nhung bồn đẹp bồn ở đây nhung hơi quạt cảឆ្នាំរូ អាយុប៉ុន្មានដែរអ្នកម្ដាយឆ្នាំហ្នឹង ឆ្នាំនងឆ្នាំនេះ25ស្ងាត់ឲ្យឈឹងអត់ដតដឹងតំណែងកូនទីទេ1ម៉ោង10កន្លះហើយប្រាប់ថាសម្បត្តិស្លាប់ថ្ងៃហ្នឹងអត់មានបានទៅគាត់បានថ្ងៃមកពីភ្នំពេញក្រោនហ្នឹងប្រគួតហើយស្អែកឡើងមកឆាតទៅម៉ោង9បាននិយាយមួយកូនមួយអីសើចទាំងអស់គ្នាឲ្យជូនពរកូនឲ្យសុខសប្បាយបានតែប៉ុណ្ណឹងនិយាយមួយកូននៅដល់ដឹងតំណែងថាកូនស្លាប់នៅជុំគ្នាញ៉ាំអីនៅជុំគ្នាហ្មងនៅជុំគ្នាខ្ញុំចុកពោទិញថ្នាំទិញអីឲ្យលែបបញ្ចុះថ្នាំខ្ញុំមកចូលចិត្តថ្នាំទេបងនៅបញ្ចុះថ្នាំអូនឯងលែបថ្នាំទៅអូនឯងអត់មានអត់លែបចឹងនិយាយចឹងទេណាបងមកនៅបញ្ចុះថ្នាំធ្វើមិនឲ្យតែខ្ញុំលែបថ្នាំនឹងអត់ទេអូនឯងលែបអូននឹងចឹងបងអត់សមចឹងប្តីខ្ញុំល្អណាស់ប្តីខ្ញុំល្អណាស់អត់ធ្វើមានរឿងចឹងមួយប្តីខ្ញុំទេអូនណាបងអើយនៅឃើញសោះឡើយទេបងនៅជុំគ្នាទៅឡើយមិនបានចឹងតង់គ្នាដល់ម៉ោង9ជាងបងនៅឆាតមានឆាតអីទាំងអស់ហើយដល់ពេលបងចេញមកអាឡូទូរស័ព្ទអីគាត់សេឡូកេសិនដល់ខ្ញុំទៀតបងហើយដល់ពេលខ្ញុំចុចទៅនឹងវាអត់កើតទេបាត់ទូរស័ព្ទបងលុតបាត់ឯហ្នឹងហើយយើងទៅបងនៅណាខ្ញុំហូតបងតាមហូអត់រៀនប្រាប់ម៉ាក់ទេម៉ាក់ឈឺអត់រៀនប្រាប់ម៉ាក់ទេដល់ពេលផឹកឡើងបងអើយគេមកពេលហើយធ្វើមិនបងអើយប្តីខ្ញុំល្អណាស់ខ្ញុំមិនអាចខំមកប្រាប់ថាឲ្យខ្ញុំតាំងអារម្មណ៍ទៅយើងតាំងអារម្មណ៍មិនតាំងអីយ៉ាងណាប្តីយើងនេះហ្នឹងបងអត់ត្រូវប្តីខ្ញុំខ្លាចណាស់ប្តីខ្ញុំខ្លាចងាត់ណាស់មិនបានត្រូវទៅនឹងអត់ត្រូវបងខែមេសាឆ្នាំ2024នេះនៅខាងក្រោយខ្នងខ្ញុំនេះគឺជាមេនដែលបូជាសពរបស់ប្អូនប្រុសទេសសម្បត្តិដែលជាអតីតកីឡាករជម្រើសជាតិហើយក៏ជាធនធានបាល់ទាត់ដ៏កម្រនៅក្នុងប្រទេសរបស់យើងគឺគាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូបាទធ្លាក់នៅប្រឡាយទឹកដែលស្ថិតនៅក្នុងសង្កាត់សាក់សពៅខណ្ឌដង្កោកាលពីវេលារាត្រីណារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុប្រិមិត្តបានឃើញហើយនៅរាត្រីថ្ងៃទី21ខែមេសាឆ្នាំ2024នេះនៅខាងក្រោយខ្នងខ្ញុំនេះគឺជាមេនដែលបូជាសពរបស់ប្អូនប្រុសទេសសម្បត្តិដែលជាអតីតកីឡាករជម្រើសជាតិហើយក៏ជាធនធានបាល់ទាត់ដ៏កម្រនៅក្នុងប្រទេសរបស់យើងគឺគាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូបាទធ្លាក់នៅប្រឡាយទឹកដែលស្ថិតនៅក្នុងសង្កាត់សាក់សពៅខណ្ឌដង្កោកាលពីវេលារាត្រីយប់មិញផងដែរឥឡូវនេះខ្ញុំបានមកដល់ទីតាំងរោងបុណ្យហើយម្ដាយរបស់គាត់ក៏បានអនុញ្ញាតឲ្យខ្ញុំបានធ្វើកិច្ចសម្ភាសខ្លះៗដើម្បីឲ្យបងប្អូនបានជ្រាបសួរអ្នកម្ដាយជាជំហានដំបូងក្មួយសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំមែនទែនចំពោះការបាត់បង់នៅកូនប្រុសនៅថ្ងៃនេះណាអ្នកម្ដាយណាបាទអ្នកម្ដាយអាចជម្រាបទៅកាន់អ្នកគាំទ្រវិស័យកីឡាករបាល់ទាត់ក៏ដូចជា fan របស់ប្អូនសម្បត្តិឲ្យគាត់បានជ្រាបបន្តិចបានទេនៅមុនពេលកើតហេតុហ្នឹងសម្បត្តិគាត់នៅណាហើយមូលហេតុអីបានទៅជួបគ្រោះថ្នាក់ចរាចរណ៍នៅរាត្រីហ្នឹងអ្នកម្ដាយជួបមកអូននឹកសិនបាក់និយាយអត់ចេញបងនៅផ្ទះមួយខ្ញុំបងនេះខ្ញុំពេលហ្នឹងក៏អង្គជុំគ្នាពេលហ្នឹងសម្បត្តិគាត់នៅផ្ទះជុំជាមួយនឹងប្អូននៅជុំគ្នានៅញ៉ាំអីនៅជុំគ្នាហ្មងនៅជុំគ្នាខ្ញុំចុកពោទិញថ្នាំទិញអីឲ្យលែបបញ្ចុះថ្នាំខ្ញុំមកចូលចិត្តថ្នាំទេបងនៅបញ្ចុះថ្នាំអូនឯងលែបថ្នាំទៅអូនឯងអត់មានលែបចឹងនិយាយចឹងទេណាបងមកនៅបញ្ចុះថ្នាំធ្វើមិនឲ្យតែខ្ញុំលែបថ្នាំនឹងអត់ទេអូនឯងលែបអូននឹងចឹងបងអត់សមចឹងប្តីខ្ញុំល្អណាស់ប្តីខ្ញុំល្អណាស់អត់ធ្វើមានរឿងចឹងមួយប្តីខ្ញុំទេអូនណាបងអើយនៅឃើញសោះឡើយទេបងនៅជុំគ្នាទៅឡើយមិនបានចឹងអត់ទៅបងអូនចាប់ផ្ដើមបាត់ដំណឹងសម្បត្តិយប់មិញហ្នឹងតាំងពីម៉ោងប៉ុន្មានដែរបងអូនតង់គ្នាដល់ម៉ោង9ជាងបងនៅឆាតមានឆាតអីទាំងអស់ហើយដល់ពេលបងចេញមកអាឡូទូរស័ព្ទអីគាត់សេឡូកេសិនដល់ខ្ញុំទៀតបងហើយដល់ពេលខ្ញុំចុចទៅហ្នឹងវាអត់កើតទេបាត់ទូរស័ព្ទបងលុតបាត់ឯហ្នឹងហើយយើងទៅបងនៅណាខ្ញុំហូតបងតាមហូអត់រៀនប្រាប់ម៉ាក់ទេម៉ាក់ឈឺអត់រៀនប្រាប់ម៉ាក់ទេដល់ពេលផឹកឡើងបងអើយគេមកពេលហើយធ្វើមិនបងអើយប្តីខ្ញុំល្អណាស់ខ្ញុំមិនអាចខំមកប្រាប់ថាឲ្យខ្ញុំតាំងអារម្មណ៍ទៅយើងតាំងអារម្មណ៍មិនតាំងអីយ៉ាងណាប្តីយើងនេះហ្នឹងបងអត់ត្រូវប្តីខ្ញុំខ្លាចណាស់ប្តីខ្ញុំខ្លាចងាត់ណាស់មិនបានត្រូវទៅនឹងអត់ត្រូវបងអត់ត្រូវអ្នកម្ដាយសម្បត្តិគាត់កើតឆ្នាំអីដែរអ្នកម្ដាយគាត់កើតឆ្នាំរូងអាយុប៉ុន្មានដែរអ្នកម្ដាយឆ្នាំហ្នឹងឆ្នាំនងឆ្នាំនេះ25បាទអ្នកម្ដាយមានបានយល់សពអីខ្លះទេឬក៏ឲ្យបាត់ណូអីខ្លះទេមុនសម្បត្តិគាត់បានលាចាកលោកទៅនឹងអ្នកម្ដាយដូចជាស្ងប់ស្ងាត់ឈឹងអត់បានតាក់ទងអត់បានយល់សពអីទេហើយថ្ងៃប្រកួតមួយភ្លេងក្រៅហ្នឹងព្រលឹមឡើងខ្ញុំមើលម៉ោង9គាត់ភ្ញាក់ខ្ញុំក៏បានឆាតមកគាត់សួរសុខទុក្ខគាត់ក៏សួរសុខទុក្ខខ្ញុំចឹងទៅចាហើយណូអីខ្លះទេអ្នកម្ដាយដូចជាអត់ស្ងាត់ឲ្យឈឹងអត់ដតដឹងតំណែងកូនទីទេ1ម៉ោង10កន្លះហើយបានប្រាប់ថាសម្បត្តិស្លាប់ថ្ងៃហ្នឹងអត់មានបានទៅគាត់បានថ្ងៃមកពីភ្នំពេញក្រៅហ្នឹងប្រកួតហើយស្អែកឡើងមកឆាតទៅម៉ោង9បាននិយាយមួយកូនមួយអីសើចទាំងអស់គ្នាឲ្យជូនពរកូនឲ្យសុខសប្បាយបានតែប៉ុណ្ណឹងនិយាយមួយកូនលោកដល់ដឹងតំណែងថាកូនស្លាប់ចិត្តខ្លាំងណាស់កូនល្អណាស់បាទអ្នកម្ដាយឥឡូវនេះសពរបស់សម្បត្តិវត្តពោជាតាំងពីម៉ោងប៉ុន្មានដែរអ្នកម្ដាយពោជាថ្ងៃហ្នឹងម៉ោង7កន្លះ
ម៉ោង7កន្លះថ្ងៃហ្នឹង បាទ ចា ក្នុងផ្ទះនៅក្នុងស្រុកអីដែរ នៅស្រុកក្នុងភូមិរកាកោះស្រុកក្រុងពិសីចាខេត្តកំពង់ស្ពឺចាកុំប្រកាន់ម៉ែភ្លេចអស់ហើយ អត់អីទេអ្នកម្ដាយបងអូនស្រីវិញជាភរិយាឥឡូវនេះបងអូនស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងសម្បត្តិរួមរស់នៅជាមួយគ្នាប្រហែលឆ្នាំហើយបងអូនស្រី អត់ស្អាតវិញយូរដែរបងឯកាល2ឆ្នាំហើយបើអូននេះទៅកូនទៅបាន3ខែទៀតបងគាត់មើលកូនស្រីបង ទើបតែកូនខ្ចីបាន3ខែទេបងអូនក ូនខ្ចីបាន3ខែហ្នឹងបង ឥឡូវនៅវេលាចុងក្រោយដែលបងអូនជូនដំណើរសម្បត្តិនេះបងអូនមានអីនិយាយទៅកាន់ប្តីទេបងអូន ប្តីខ្ញុំល្អណាស់មិនយកខ្ញុំទៅជាមួយប្តីខ្ញុំល្អណាស់បងអើយដូរខ្ញុំក៏បានដែរប្តីខ្ញុំល្អណាស់ប្តីខ្ញុំល្អណាស់ដូរខ្ញុំទៅក៏បានដែរបងឲ្យប្តីខ្ញុំឡើងមកវិញអត់សមប្តីខ្ញុំចឹងបងខ្ញុំប្តីខ្ញុំល្អណាស់មួយម៉ាត់ក៏មិនដែរថាមិនដែរអីអត់ទាំងអស់ទៅសើល្អទូមិនក៏ទៅសើទូខ្ញុំមិនក៏ទៅសើលើកទឹកចិត្តរហូតបងអើយល្អណាស់ដូរខ្ញុំវិញក៏ខ្ញុំព្រមដែរបងឲ្យតែប្តីខ្ញុំហើយ មានបទណោអីខ្លះទេបងអូនមុនសម្បត្តិគាត់មានជួបគ្រោះថ្នាក់ឧបទ្ទវហេតុនៅគ្រោះថ្នាក់ចរាចរណ៍ហ្នឹងបងអូន អត់ទេប្តីខ្ញុំធម្មតាដូចរាល់ថ្ងៃសំខាន់ណាស់មិនសើមិនមកខ្ញុំឈឺខ្ញុំអីចឹងទិញថ្នាំទិញអីបញ្ចុកឲ្យលេបឲ្យអីល្ងាចឡាចង់ញ៉ាំសាច់គោឡើងភ្នំចំអ្នកចិត្តខាងចឹងទៅញ៉ាំជុំគ្នាអញ្ចឹងអត់ត្រូវមកអញ្ចឹងបងឲ្យទៅតែមកផ្លែទេនៅតែតោងគ្នាធម្មតាមិនអញ្ចឹង គាត់ជិះម៉ូតូទៅហ្នឹងទៅណាវិញបងអូន គាត់ទៅញ៉ាំអីនៅចិត្តហ្នឹងមួយបោកអ្នកដែលស្គាល់អញ្ចឹងណាបងចេញតែមកផ្លែហ្នឹងហើយជិះមកវិញនឹងថាជួយខ្ញុំទៅប៉ែទៅបង ម៉ោងម៉ានទេគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងបងអូន ខ្ញុំអត់ដឹងទេបងអើយដឹងតែតោងគ្នាដល់ម៉ោង 7:10 9ជាង 7:10នៅតម្លាក់ location ឲ្យខ្ញុំនេះបងឯងគិតមើលអត់ត្រូវប្តីខ្ញុំមកត្រូវអញ្ចឹងគឺអត់ត្រូវខ្ញុំនៅទទួលយកបានប្តីខ្ញុំមកត្រូវអញ្ចឹងប្តីខ្ញុំមកត្រូវ អូនបានដើររកគាត់តាំងពីយប់រហូតដល់ម៉ោងម៉ានបងអូន ខ្ញុំដើរនៅជិតម៉ោង 4 បងខ្ញុំមានថាខ្ញុំដើររហបនៅណាឯងខ្ញុំដើររនៅដើរមួយបងប្អូននៅក្នុងផ្ទះមួយគ្នាអញ្ចឹងណាដើររប្តីហើយណាមួយខ្ញុំអត់ដែរគិតប្តីខ្ញុំដល់ថ្នាក់ហ្នឹងទេបងគិតតែប្តីខ្ញុំល្អប្តីខ្ញុំបើសិនជាប្តីខ្ញុំអត់ទូរស័ព្ទខ្ញុំគិតថាផ្លូវល្អអញ្ចឹងហើយគាត់ដេកផ្ទះគាត់អញ្ចឹងណាបងយើងអត់គិតផ្លូវដល់ថ្នាក់ហ្នឹងទេតែប្តីខ្ញុំល្អមែនបងប្តីខ្ញុំល្អណាស់ ម៉ោងម៉ានបានចាប់ផ្ដើមដឹងថាសម្បត្តិគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បងអូន ហាក់ឡើងគេមកប្រាប់ខ្ញុំបាច់ខ្ញុំតាំងអារម្មណ៍តាំងសតិអីហ្នឹង ដល់ពេលម៉ោងម៉ានបានបងអូនបានចាប់ផ្ដើមទៅទទួលសពសម្បត្តិបងអូន ខ្ញុំទៅផ្លែតបងក្នុងខ្ញុំទៅផ្លែតយ៉ាអត់សម ចូលរួមលេខទុកនៅអ្នកម្ដាយបាទអ្នកម្ដាយចូលរួមលេខទុកនៅអ្នកម្ដាយឥឡូវនេះបងអូនស្រីនេះជាថវិការបស់ជំរាបសួរអ្នកម្ដាយនេះគឺជាថវិការបស់លោកអុកញ៉ាឡៅដារិតលោកក៏ជាប្រធានក្លឹបបាល់ទាត់ Sibel SC ដែរណាអ្នកម្ដាយណាគាត់បានចូលថវិកាតាមរយៈខ្ញុំចំនួន1លានរៀលបាទលោកអុកញ៉ាឡៅដារិតក៏ដូចជាលោកជំទាវសុករស្មីណាលោកអ្នកម្ដាយណាអ្នកម្ដាយខ្ញុំបានយកថវិកា1លានរៀលរបស់គាត់យកមកចូលប៉ុនហើយសូមចូលរួមលេខទុកអ្នកម្ដាយមែនតើអ្នកម្ដាយ អរគុណ បាទ ព្រមបាយជាអត់អកហ្មង បាទ ឡើអរគុណលោកអុកញ៉ាអីគេអូន លោកអុកញ៉ាឡៅដារិត លោកអុកញ៉ាឡៅណារិតនិងភរិយាលោកជំទាវចាសុករស្មីដែលជួយបច្ច័យមកចូលបងកូនខ្ញុំនេះឲ្យលោកអុកញ៉ាលោកជំទាវជួបតែសេចក្តីសុខក្តីចម្រើនអាយុវែង បាទអ្នកម្ដាយចូលរួមលេខទុកណាបងអូនណាបងមានតែប៉ុណ្្នឹងបងអូនដោយក្តីគោរពណាបងអូនណាដោយក្តីគោរព